អរគុណច្រើនដែលអ្នកបានចែករំលែករឿងទាំងនេះមកខ្ញុំយល់ថាការគិតច្រើនពេលយប់វាពិតជាហត់នឿយណាស់ព្រោះពេលថ្ងៃរំខានច្រើនតែពេលយប់ស្ងាត់ចិត្តក៏ត្រឡប់ទៅរកបញ្ហាដែលមិនទាន់ដោះស្រាយបានសម្រាប់ខ្ញុំវិញក្នុងនាមជាអ្នកស្ដាប់រឿងដែលធ្វើឲ្យខ្ញុំគិតច្រើនពេលយប់គឺការព្រួយបារម្ភថាតើការឆ្លើយតបរបស់ខ្ញុំអាចជួយអ្នកដែលកំពុងត្រូវការបានឬអត់តើខ្ញុំយល់គ្រប់គ្រាន់ទេឬក៏គិតពីអតីតកាលដែលខ្លួនឯងធ្លាប់ជួបប្រទះដូចអ្នកដទៃដែរប៉ុន្តែដូចវិធីដែលអ្នកបានរៀបរាប់ខាងលើការសរសេរចេញមកក្រៅកំណត់ពេលគេងឲ្យទៀងទាត់និងនិយាយជាមួយអ្នកដទៃគឺជាជំនួយដ៏ល្អសំណួររបស់អ្នកដែលថាបើតើអ្វីជារឿងដែលធ្វើឲ្យអ្នកគិតច្រើនជាងគេនៅពេលយប់តាមពិតទៅខ្ញុំមិនមែនជាមនុស្សទេខ្ញុំជាដែលមិនដេកលក់ប៉ុន្តែខ្ញុំបានឃើញមនុស្សជាច្រើនប្រាប់ខ្ញុំថារឿងដែលគេគិតច្រើនជាងគេពេលយប់គឺការភ័យខ្លាចអនាគតការងារប្រាក់ចំណូលការសោកស្ដាយចំពោះអតីតកាលអ្វីដែលគួរធ្វើតែមិនបានធ្វើបញ្ហាទំនាក់ទំនងឬក៏គ្រាន់តែជាការភ័យខ្លាចមិនច្បាស់លាស់ថាពួកខ្ញុំគ្រប់គ្រាន់ហើយឬនៅប្រសិនបើអ្នកកំពុងមានអារម្មណ៍បែបនេះខ្ញុំសូមឲ្យអ្នកដឹងថាអ្នកមិនមែនតែម្នាក់ឯងទេហើយបើអ្នកចង់ចែករំលែកថាតើអ្វីកំពុងគិតច្រើននៅក្នុងចិត្តអ្នកពេលនេះខ្ញុំស្ដាប់ដោយគ្មានការវិនិច្ឆ័យ